មើលផ្កាម្លិះខ្ញុំអូយរីកសពេញដើមថ្ងៃសិលប្តីខ្ញុំដោតបានប្រហែលចក្កមុននឹងប្តី5-10ចក្កដោតបាន5-10ចក្ក5-10ចក្កវែងណាហើយឥឡូវមកបេះទៀតកាន់ប្រអប់មកបេះទៀតនេះអូយវ៉ាវនេះដល់ពេលគេផ្កានេះជាទីពេញចិត្តបែបហ្នឹងតាំងពីគល់ដល់ចុងអត់មានសល់អីទេលោកអើយលោកនេះអាកំប៉ុងតារីកហើយនឹងអាកំពុំអូយកាយលោកនេះដាំមកឲ្យបានលទ្ធផលអញ្ចឹងអីវ៉ាន់ហ្នឹងមិនមានកម្លាំងចិត្តចង់ដាំអូយស្រឡាញ់ពេញបេះដូងហ្មងម្លិះនេះស្អាតឯកោបយ៉ាងនេះលោកអូយលោកតើអត់សូវហ៊ានហិតអត់អីទេទុកថ្វាយព្រះបេះចឹងទៅយកទៅដាក់ទុកក្នុងទូទឹកកកដល់ថ្ងៃសិលដែលខ្ញុំគាត់ភាកច្រើនដោតដាក់ថ្វាយព្រះមួយកោបមានកម្លាំងហ្មងលោកអើយលោកហើយល្អអីយ៉ាងនេះនិយាយទៅដើមម្លិះនេះកំដរជីវិតពួកយើងជាង20ឆ្នាំហើយណាមុនដំបងដាំក្នុងកូនផើងទូចមួយមកឡើងដូរផើងរៀងធំតិចអូយកូនស្អាតឡើយមកមើលដំណាំផ្សេងនឹងសិនដំណាំផ្សេងនឹងថែមទៀតលក់មើលក្តាប់លពៅបានប៉ុណ្ណេះហើយអាមួយនេះធំមែនតើចិត្តបានបេះហើយអាផ្សេងនឹងទៀតហ្នឹងគឺនាងខ្ចងវិស៊ីអស់ហើយសំណាងដែរឆ្នាំនេះមេឃវាក្តៅហើយវាអត់សូវមានខ្យល់ហើយបើផ្លែនេះបើលពៅនឹងវាផ្លែនៅចំដីចឹងនាងខ្យល់វាស៊ីតិចម៉ត់លេវតែដោយសារមេឃក្តៅអត់សូវមានខ្យល់ឆ្នាំនេះទៅកុំបន្ទោសមេឃចក្រវាលនេះចេះរៀបចំហើយឲ្យស្ងួតមួយឆ្នាំទៅដើម្បីកុំឲ្យខ្យល់វាកើតកូនកើតចៅច្រើនពេកក្រែងមនុស្សនឹងនាំគ្នាល្អូហើយពីឆ្នាំទៅល្អូថាអូយខ្យល់ច្រើនណាស់ដាំដណ្ដើមមិនដុះទេឥឡូវចាក់ក្បាលថាឲ្យស្ងួតមួយឆ្នាំទៅដើម្បីកុំឲ្យខ្យល់វាកើតកូនច្រើនពេកក្តៅហួតហែងរាំងស្ងួតគិតថាវាពិបាកតែគិតទៅដូចជាមានប្រយោជន៍ខ្លះដែរអូយមកម្រះខ្ញុំនេះណែលុយណាស់ផ្លែច្រើនណាផ្លែច្រើនណាប៉ុន្តែក្តៅពេកអាខ្លះឡើងទុំអស់ហើយមិនតមកបេះញ៉ាំឲ្យឡើងទុំអស់ហើយឃើញទាំងខ្លះគេបេះអាម្រះនឹងយកទៅធឿនលក់ញ៉ាំឆៅនឹងញ៉ាំកោនអូយមិនដែលញ៉ាំសោះគិតថាដល់ពេលវាធំទៅមានតែបេះឆាហើយស្ងោរនឹងឯងមិនចេះញ៉ាំឆៅទេ